ok ok ឥឡូវនេះយើងឈានចូលមករឿងកម្មសខាពីព្រោះថ្ងៃនេះយើងបានឃើញថាសភាអឺរ៉ុបតំណាងសភាអឺរ៉ុបនេះម្ដងវាវាយឆ្វេងម្ដងវាវាយស្ដាំលោកនាយករដ្ឋមន្ត្រីលោកដឹងហើយដឹងថាគេលេងក្បាច់ហ្នឹងហើយលេងក្បាច់ហ្នឹងហើយយើងក៏យល់ដែរតែក្នុងនាមលោកជានាយករដ្ឋមន្ត្រីក្នុងនាមរដ្ឋមន្ត្រីក្រសួងការបរទេសលោកមិនអាចជួនកាលមានរឿងខ្លះលោកមើលឃើញតែលោកមិនធ្វើអត់ឃើញលោកឮតែគឺលោកធ្វើអត់ឮរឿងខ្លះលោកក៏បីនិយាយតែក៏លោកថាអត់និយាយព្រោះអានេះលោកសឹកតាជាប្រមុខរដ្ឋាភិបាលហើបមាត់គឺផ្លូវការតែអង្គគ្រប់ប្រាយរបស់យើងក្នុងនាមប្រជាពលរដ្ឋអត់បញ្ហាទេបងប្អូនយើងអាចនិយាយបានយើងអាចលើកឲ្យបងប្អូនយកមកគិតបានអឺរ៉ុបមានចេតនាអីឲ្យពិតប្រាកដមកនៅពេលហ្នឹងអ្វីដែលខ្ញុំមើលឃើញពួកនេះមានល្បិចខ្ពស់មែនពួកនេះមុននឹងមកវាប្រកាសជាមានប្រស័យតាក់ទងគ្នាជាមួយនឹងអាមសៀសំរងស៊ីខ្ញុំគិតថាមិនអត់ទេគេមានចេតនារៀបចំសូម្បីតែក្នុងជំនួបរវាងគណៈប្រតិភូនោះហើយនឹងរដ្ឋាភិបាលក៏ជាល្បិចនយោបាយដែរខ្ញុំហ៊ានអះអាងអញ្ចឹងពួកខ្ញុំមើលឃើញអញ្ចឹងថារឿងការជួបជាមួយនឹងឧបនាយករដ្ឋមន្ត្រីមិនបាច់ទៅជួបពុទ្ធណៈវាអត់ដល់មិនបាច់ទៅជួបអរិយនាយករដ្ឋមន្ត្រីអាហ្នឹងវាជារឿងត្រឹមត្រូវហើយសម្ដេចលោកមានប្រសាសន៍ហ្នឹងគឺត្រឹមត្រូវហើយពួកកលិតនេះឯងវាអត់ទាន់ដល់ត្រឹមត្រូវអូខេយើងអត់និយាយរឿងហ្នឹងទេយើងនិយាយថាហេតុអីបានជាអឺរ៉ុបទៅជួបជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែរជាមិនលើករឿងកឹបសខាផ្ទុយទៅវិញប្រតិភូអឺរ៉ុបនោះបែរជាយករឿងកម្មសខាទៅលើកនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសសិតតែជាល្បិចនយោបាយទី1គេចង់ប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរយើងនេះមើលឃើញថាអឺរ៉ុបគេអាចធ្វើការងារបានដោយរលូនជាមួយនឹងឧបនាយករដ្ឋមន្ត្រីសខេងគេទៅជជែកគ្នាពីរឿងអត់អីបងប្អូនមើលប្រព័ន្ធផ្សព្វផ្សាយបើគេថាជួបលោកជាមួយនឹងឧបនាយករដ្ឋមន្ត្រីសខេងគឺអឺរ៉ុបអត់មាននិយាយរឿង EBA ទេមានតែនិយាយពីរឿងនាំគ្នាមកជជែកគ្នាដើម្បីបង្កើនមិត្តភាពកម្ពុជាហើយនិងអឺរ៉ុបមែនទេឆ្លើយទីសិនមកពីម្សិលមិញបងប្អូនមានឃើញ Fresh News ក៏ដោយអាណាក៏ដោយដើម7ក៏ដោយគេពិតប្រកាសជាមានបានលើកបញ្ហានេះដែរអត់គេថាលទ្ធផលជំនួបជាមួយនឹងមហាផ្ទៃគឺថាល្អណាស់មែនឬមួយក៏មែនជួយខមមិនតិចមកក៏ប៉ុន្តែវាអត់ត្រូវរឿងលើករឿងអរិញកម្មសខាបែរជាទៅលើកនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការបរទេសវិញវាអត់ត្រូវចង់និយាយថាអត់ត្រូវតាមការពិតកិច្ចការដែលត្រូវលើកនៅចំពោះមុខក្រសួងការបរទេសត្រូវតែយកកិច្ចការដែលត្រូវលើកនៅមុខក្រសួងមហាផ្ទៃយកមកផ្ទេរមកដាក់ខាងត្រូវតែជែកគ្នាជាមួយនឹង
ការងារការទូតមួយចំនួនត្រូវមកជជែកជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសវិញឯរឿងកម្មសខាវាត្រូវតែមកជជែកជាមួយនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីព្រោះវាតាក់ទងជាមួយនឹងរឿងគណៈបកនយោបាយរឿងនឹងតុលាការរឿងនឹងចេះរឿងនឹងចោះវាត្រូវពិភាក្សាជាមួយនឹងណែមហាផ្ទៃត្រូវទេអាមិនបានជាវាត្រឡប់ធៀបចឹងវិញវាមានចេតនាអីឲ្យពិតប្រាកដឬមួយក៏វាអត់ចេះធ្វើការណូមិនមែនវាមិនចេះធ្វើការទេបងប្អូនអានេះវាមានល្បិចបងប្អូនយល់គឺល្បិចវាចង់ឲ្យមតិមហាជនហ្នឹងមើលឃើញអញ្ចឹងរឿងដោះលែងកម្មសខារឿងអីទៅសួរអីរដ្ឋមន្ត្រីក្រសួងការបរទេសវាអត់ត្រូវទេក្រសួងការបរទេសគាត់បីណោះគេនិយាយពីរឿងអាការទូតនិយាយពីរឿងអដែងសម្ព័ន្ធភាពយ៉ាងណាដល់វាអត់មានរឿងអីត្រូវតាក់ទងជាមួយនឹងសេរីភាពរបស់កម្មសខាទេឃើញទេតែផ្ទុយមកវិញគេលើកបញ្ជាក់គេយកបញ្ហាយកទៅលើកបញ្ច្រាស់ចេតនាពិតប្រាកដរបស់គេគឺស្អីតើអាមសៀសំណាងស៊ីអាចជាអ្នករៀបចំសេណារីយ៉ូនេះពីស្រុកប្រាំងមកដែរអត់ពីស្រុកក្រៅមកដែរអត់អាហ្នឹងយើងត្រូវតែគិតមើលណាវាជារឿងចម្លែកអានេះយើងគ្រាន់គិតទេថាវាជារឿងចម្លែកដល់ទៅពេលពួកអាសហគមន៍អឺរ៉ុបនឹងវាមកធ្វើអញ្ចឹងព្រឹបប្រព័ន្ធផ្សព្វផ្សាយរបស់គេផុសប្រាវបានតែគេរៀបចំឲ្យស្រេចគេផុសប្រាវភ្លាមបងប្អូនគេថានោះបែកបាក់គ្នាបានណាគេដឹងមុនហើយហ្នឹងគេរៀបចំអញ្ចឹងហើយរួចស្រេចហើយហ្នឹងអាហ្នឹងណាយើងជាប្រជាពលរដ្ឋជាអ្នកតាមដានអីរឿងនយោបាយបងប្អូនមកស្ដាប់អង្គពុកប្រាជ្ញយើងថ្លាកំណត់មើលឃើញច្បាស់មិនមើលត្រឹមតែកម្មសខាហើយនឹងអរិញសំយ៉ាងស៊ីទេឆ្លោះមើលឃើញដូចអរិញពួកអាប្រតិភូរបស់អឺរ៉ុបនឹងមកវាមានល្បិចនយោបាយរបស់វាភ្ជាប់មកជាមួយវាមិនមែនជារឿងលេងសើចទេណាយើងនិយាយនេះមិនមែនជាសម្លេងរបស់គណៈបកនយោបាយណាហើយក៏មិនមែនជាសម្លេងរបស់រដ្ឋាភិបាលទេតែក្នុងនាមយើងជាប្រជាពលរដ្ឋយើងមើលឃើញចឹងអញថាចឹងអញមើលឃើញចឹងអញថាចឹងហើយឥឡូវបងប្អូនទៅឥឡូវសួរបងប្អូនឥឡូវមួយខែជាងនេះសួរបងប្អូនមើលរឿងហ្នឹងណាមើលសាច់រឿងហ្នឹងតំណងអញ្ចឹងដែរអត់វាប្រកាសជាមានបង្កប់នៅល្បិចនយោបាយស្អីមួយចេតនាអាក្រក់របស់ពួកនេះអាណាវាចឹងណាទៅលើករឿងអីណែកម្មសខាវាទៅស្អីណាទៅលើកជាមួយនឹងរឿងក្រសួងការបរទេសវាអត់ត្រូវឃើញទេតែវាបែរមកបន្ធូរបរិយាកាសជាមួយនឹងក្រសួងមហាផ្ទៃសត្វយ៉ាប់ចឹងបានថាអើយអាពួកនេះឯងតែពួកឯងចំមុះវែងស្បែកសគ្រាប់ភ្នែកឯងខៀវមែនប៉ុណ្ណាឯងក៏មើងងាយអាស្បែកលឿងរបស់ពួកអញនេះអញមិនប្រកាសថាខួរក្បាលពួកអញនេះចាញ់ពួកឯងប្រមាណទេអញប្រាប់ឲ្យច្បាស់ចឹងទៅអានឹងយើងត្រូវចេះប្រយ័ត្នធ្វើនយោបាយអានេះយើងត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយសពបារឿងអញ្ចឹងឡើងទៅអាហ្នឹងណាហើយចាំមើលវាមកលើក្រោយវាមកធ្វើអីទៀតអូខេឥឡូវនេះខ្ញុំចង់លើកពីរឿងបញ្ហាកម្មសខាឥឡូវនេះកម្មសខាវាដូចជាអ្វីដែលយើងបានលើកកន្លងមកអញ្ចឹងវាចូលបត់មនុស្ស2នាក់នាំគ្នាដេកកណ្ដាលស្អីទៅមនុស្ស2នាក់ដណ្ដើមគ្នាដេកកណ្ដាលហើយដេកមិនទៅបើមានតែ2នាក់ហ្នឹងនេះមួយក្បាច់មួយទៀតឥឡូវនេះគេហៅថាក្បាច់វាដល់ដំណាក់កាលមួយគេហៅថាតើពងមាន់កើតមុនមេមាន់ឬមួយក៏មេមាន់កើតមុនពងមាន់ឥឡូវវាចូលដល់កាឡាសុញកាឡាអាប់បងប្អូនអ្នកចេះលេងអុកគេហៅថាកាឡាអាប់បើអត់រួច
ហ្នឹងហៅថាកលាអាប់អឺរ៉ុបលើកបញ្ហាសេរីភាពកម្មសខាដោះលែងកម្មសខាសិនទៅ EBA គេសម្រាប់សម្រួលទុកឲ្យវិញទៅដែរឯរដ្ឋាភិបាលកម្ពុជាហេសញ្ញេឲ្យច្បាស់សិនមកអឺរ៉ុបហ្នឹងសញ្ញេឲ្យច្បាស់មកចេញសេចក្តីប្រកាសមកថារក្សា EBA ដល់ប្រហែលឆ្នាំទៀត10ឆ្នាំទៀត5ឆ្នាំទៀតអាហ្នឹងចាំអញលេងកម្មសខាឧបមាយកឧបមានេះណាព្រោះរដ្ឋាភិបាលលោកបែនតឡាការតឡាការនៅក្នុងរដ្ឋាភិបាលលោកគ្នានិយាយចេះហ្មងណាវាមិនដែលតឡាការនៅក្រៅរដ្ឋាភិបាលទេតឡាការនៅក្នុងក្រសួងអរិញយុទ្ធធម៌តាហើយយុទ្ធធម៌ហ្នឹងនៅក្នុងអរិញគណៈរដ្ឋមន្ត្រីតាហើយគណៈរដ្ឋមន្ត្រីនៅក្នុងសភាតាអាហ្នឹងវាមិនមែនតឡាការហ្នឹងនៅធ្លាក់ទៅលើមេឃមកណាអានិយាយអស់ចឹងហ្មងណាបងប្អូនយល់ខ្ញុំនិយាយចឹងឥឡូវនេះវាបញ្ហាពីរវាដណ្ដើមគ្នាដេកកណ្ដាលអឺរ៉ុបថាអូខេដោះលែងកម្មសខាសិនទៅគេទុក EBA ឲ្យហើយខាងយើងថាហេសញ្ញេ EBA មកកម្មសខាគេលែងក្រោយវាខ្លាចគ្នាទៅវិញទៅមក EBA អឺរ៉ុបខ្លាចគេសញ្ញេ EBA ឲ្យហើយអត់លែងកម្មសខាឯខាងយើងរដ្ឋាភិបាលខ្លាចលែងកម្មសខាហើយអឺរ៉ុបនឹងវាទម្លាក់បញ្ហាបន្ថែមមកទៀតបន្ថែមលក្ខខណ្ឌមកទៀតពីព្រោះអាពួកនឹងវាជាឈ្មួញលក្ខខណ្ឌបងប្អូនខ្ញុំនិយាយពាក្យហ្នឹងហ៎ខ្ញុំប្រើពាក្យពួកអ្នកជំនួញដែលភ្ជាប់ដោយលក្ខខណ្ឌសំរងស៊ីសុំ5ចំណុចតែអានេះបានតែមួយហ្នឹងលោតែលេងកម្មសខាហើយស្រាប់តែ EU គេថាអត់ទេសុំ2 3ចំណុចទៀតមកមិនដែរមិនវីវឃើញទេអញ្ចឹងអាការចរចានយោបាយនេះវាកំពុងតែស្ថិតនៅលើចំណុចស្រួចស្រាលមួយបងប្អូនយល់ដែរទេចំពោះខ្ញុំលើកចឹងយល់ទេឥឡូវហ្នឹងក្នុងស្ថានភាពឥឡូវនេះគឺវាកំពុងតែស្ថិតនៅក្នុងសភាពការតាំងតែអញ្ចឹងបងប្អូនចាំមើលអត់មានបានអីទាំងអស់គ្មានបានអីទាំងអស់តែយើងនៅចង់ចាំបានយើងនៅចង់ចាំបានក្នុងនាមយើងជាប្រជាពលរដ្ឋយើងនៅចង់ចាំសម្ដីរបស់លោកនាយករដ្ឋមន្ត្រីឆន្ទៈបេះដូងរបស់គាត់បាននិយាយថាហើយតាយក EBA មកលេងអញទាំងកម្មសខាទាំងសំរងស៊ីចប់បដ ாய் មានបងប្អូនណាចាំអត់ខ្ញុំមិនបាច់ចាក់ឡើងវិញទេព្រោះខ្ញុំចាក់ច្រើនដងពេកហើយណាកុំឲ្យរំខានដល់ការស្ដាប់របស់បងប្អូនយើងបងប្អូនមាននៅចាំបានជំហរបងប្អូនក៏ខមមិនថាជំហរសម្ដេចជំហរលោកច្បាស់លាស់ណាស់ជាមួយ EBA លោកថាឯងតែយក EBA យកមកគម្រាមអញពួកឯងចប់ទាំងអស់ចប់ទាំងកម្មសខាចប់ទាំងសំរងស៊ីចប់ទាំងមនុស្សដែលនៅប្រឆាំងនៅក្នុងប្រទេសទាំងអស់ហ្នឹងគ្មានសាលាណាមួយទេមែនឬមួយក៏មិនមែនគាត់ប្រើពាក្យមួយម៉ាត់ថាស្មើនឹងធ្វើអត្តឃាតនយោបាយបកប្រឆាំងនិយាយជារួមតែទាំងអស់ពេលនោះគាត់លើកនៅក្នុងអាសាបែកធ្លាយនោះបងប្អូនមានចាំទេសាបែកធ្លាយដែលគាត់មានចេតនាទម្លាយចេញនោះបងប្អូនមានចាំអត់ណា
nghe này ọt anh ấy dương trâu tại stop dương trâu tại tam đàn vì bố miên chấm nói na khá lúc nè là vô bái ai đồ bàn cả thằng nè vô bái cứ nè có họ nè bao nè pra nè có họ có vấn đề miên chấm nói na khá lúc mình ai bao pra phải chia bọt bàn thì bà trong báo trời miên hai phó lại bán trầm trời anh nâng tư cái hai than nè vô bái cùng ru cua cọp bay ai phải chia bọt tục chặt bàn chiên nè tổ tuôn khóc trời khóc có tổ tuôn trời có tổ tuôn anh nâng cái hai than nè vô bái cùng ru cùng cọp bay đôi xăm ràng si chỉ nè là vô bái của họ khiêm than nè vô bái của họ vì chỉ rương thầm mà đà mày bánh trong gì vậy tai vì miếng cả lại khác cọp bay của họ cả lại khác mình cọp bay nên của họ thì tôi giang được ca sân giá là bao lâu vô rầm trời có thạc đây khẳng nát đây sẽ nhê lực lên tôi hỏi sao nàng si cứ cắt vặt chào ní cứ chỉ ca sân giá mới là bao phải chia bao chăm cho má này ní mũi tí pì ca sân giá nó khné là bao son nàng si nó tranh kia hai ở lớn đi ắt màu hay dương ban lương thầm mày nhưng tha mà xia son nàng si ai nhé ít thì pol am xia son nàng si ai nhé viên nàng khai tư chỉ sồn cái ngày bay mình đi à lớn đi ngay mà phây môi mình đi thôi lâu ai ban các bát biết sân giá là bác luôn chỉ muối nó phải chia bó rát tem nó cô chẳng ngay phải chia bó rát cái ao ấy tầm lay này anh tiếp na bác bó vô nhầm vậy chẳng nghe tiếp na cầm bác nhạc lấy ta tiếp na nạn vô bay chẳng tiếp na giang nào mình lúc thì vô rầm trời chôn cả lúc có thọ bán sang cầm hộp chỉ môi năm phải chia bò rập tại khối một tiết má lúc bán xong tốt phải chia bò rập ca lực lên tôi xong nàng si pi đong cả lộn một ấy trong mang lưu to để chia là bao nhiêu ấy nên có tham ai chị quạt xong tốt phải chia bò rập quạt xong tốt nặng đặc nôm nâng sả ma chất cả nạ bạn phải chia chôn tiền o tha nụ cứ chỉ cá kết khâu rồi bà con cái ắt không sả mò phía bạn cái ắt ao con sẽ nhê lực lên tôi sao nàng xí đi con sẽ nhê ao vào đó sẽ nhê ai khóa khôi mà tiện máu miền Pành Hà đâu phải tiết chiết nhảy nhảy bế có sống tô có ta sống tô anh ăn với chân á cái dương sẽ không thả cả lần này EBA nâng sở rây phiếp rồi bọc cầm sở khá đi cứ việc sở thất là không cần đáp tay là bao lúc vô rầm tay hôn xe phải ở chỗ bà hai ấy bằng châm lực chẳng rương xăm bằng xí bơi mạnh dày chọc châm dây pi sẽ lắc bia rồi bó cầm sạc hà EU rứa có ẩm rịch bà chăng đọc lên cầm sạc hà tới tại tuần phôn nâng riêng xa chỉ mơ ra tháp bị bát Campuchia anh ấy trong mơ khơi chẳng trong mơ khơi chỉ rất đặc non rồi bó ra tháp bị bát cứ chẳng bà tuân phôn riêng xa bà tách chỉ môi nắng ra tháp bị bát sợi phiếp cầm sạc hà nâng chạp chạy tôi tự mình ba nè anh pra biết cái hai thằng cùng riêng á nè chỉ môi là nam đằng này chỉ môi lúc vô làm tay ní nhâm dương thọp rồi nơi còng ca cục krong là bỏ lúc dù ai dương score chỉ đặt lúc cho ba
គាត់ស្អប់បំផុតអាណាគម្រាមកំហែងគាត់បងប្អូនដែលលឺសម្ដីគាត់និយាយគាត់ថាណាអញស្អប់ណាអាណាគម្រាមកំហែងអញហ្នឹងអូអត់បានទេដាច់ក្បាលចោលនេះវាចេះចឹងមកខ្ញុំចង់និយាយថាมันអាចយកការគម្រាមកំហែងផ្សេងថាឯងនឹងដាក់គំនាបអញ្ចេះដាក់គំនាបអញ្ចឹងអត់ទេណាឥឡូវបងប្អូនចាំមើលថ្ងៃ29ថ្ងៃ29ខែមីនាគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានត្រៀមលក្ខណៈអត់ព្រមអោនក្បាលជាមួយ EU រួចបាត់ហើយរឿងមកនៅកន្លែងនេះឲ្យវាយល់ស្ដាប់ឲ្យបានណាកូនស្រីកឹមសុខាក៏ដូចជាលោកកឹមសុខាដែរច្បាស់និយាយជាមួយសំរងស៊ីសេរីភាពរបស់លោកមិនមែនស្ថិតនៅលើដៃ EU ទេនៅលើដៃលោកនាយករដ្ឋមន្ត្រីអានេះទេគិតឲ្យច្បាស់មែនតើបងប្អូនយល់ដោយអង្គប្រប្រាជ្ញយើងមែនទេយល់ឃើញតែអញ្ចឹងអត់អាហ្នឹងចឹងទៅរីឯបេះដូងពិតរបស់សំរងស៊ីវិញមិនមិនខ្ញុំនិយាយពីរឿងកឹមសុខាហើយមានប្រិយមិត្តជាច្រើនណាស់អ្នកដែលគេហៅថាអ្នកនិយមកឹមសុខាជាច្រើនណាស់ដែលជា friend របស់ខ្ញុំហើយបានមកជំនុំគ្នាតាមខមមិនក្តីតាមទូរស័ព្ទក្តីច្រើនណាស់អ្នកខ្លះនៅក្នុងស្រុកអ្នកខ្លះនៅអាមេរិកអ្នកខ្លះនៅបារាំងអ្នកខ្លះនៅអូស្ត្រាលីគាត់ខលមកសុំយោបល់សួរយោបល់ខ្ញុំមិនដែរបងសុវណ្ណមើលឃើញមកឯងក៏រៀងឆ្លាតវៃនិយាយមកមានហេតុមានផលមើលទៅមានសង្ឃឹមដែរអត់សេរីភាពអីណែលោកប្រធានកឹមសុខាពួកគាត់ឈរខាងកូតាកឹមសុខានៅអាមេរិកអ្នកកឹមសុខានិយមច្រើនណាស់ចិត្តតែសួរមកខ្ញុំថាស្ថិតនៅក្នុងកណ្ដាប់ដៃលោកនាយករដ្ឋមន្ត្រីមិនមែននៅក្នុងកណ្ដាប់ដៃរបស់អាមេរិកហើយក៏មិនមែនស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ EU ដែរធ្វើនយោបាយក៏បីត្រូវចេះដឹងអំពីចរិតរបស់ដៃគូប្រកួតរបស់យើងឥឡូវថ្ងៃ29នេះបងប្អូនអាចខមមិនថ្ងៃ29មីនាតាមអ្វីដែលខ្ញុំស្ទាបស្ទង់ទៅស្វែងយល់គឺលោកនឹងរៀបចំផែនការដ៏ធំមួយកែតម្រង់ដ៏ធំមួយជាកញ្ចក់ធំមួយដើម្បីទប់ទល់ជាមួយនឹង EU ហើយនឹងជាមួយនឹងអាមេរិកណែបើតើចេះហើយតែពេលនោះណាកឹមសុខាអាចប្រឈមមុខនឹងឃុំខ្លួនមិនដឹងជាកាលទេហេងសុយកាត់ទោសក្បត់ជាតិបណ្ដោយប្រយ័ត្នណាផ្ដាំអូនកឹមសុខានិយមរូតរះប្រជុំគ្នាជាបន្ទាន់ខ្ញុំសូមប្រាប់ឲ្យច្បាស់ចឹងបងតើលោកនាយករដ្ឋមន្ត្រីដំឡើងសាច់ដុំថាអញត្រូវតែការពារខ្លួនអញអត់ពីឯងអញអត់ងាប់អញអត់ស្ដាប់ឯងគំរាមអញវីវ៉ាខ្ញុំប្រាប់វីវ៉ាអធិស្ឋានមិញនេះវាវិលខ្ញាល់មួយផ្លែតដោយសារប្រព័ន្ធអ៊ីនធឺណិតតែដូចជាមិនធ្លាក់ view ទេមិនដល់ monetary ផងជំហររបស់សំរងស៊ីវិញមិនសំរងស៊ីនៅតែរក្សាល្បិចកលដដែលមាត់ក្រៅក៏ទៀមទាឲ្យគេដោះលែងកឹមសុខាមាត់ក្រៅល្បិចរបស់គាត់ទៅចាក់គូត EU ដើម្បីឲ្យ EU ហក់ឡើងតែគោលបំណងពិតរបស់សំរងស៊ីអត់ចង់ឲ្យមានការដោះលែងកឹមសុខាទេពួកសំរងស៊ីអត់ចង់ឲ្យដោះលែងកឹមសុខាទេ
ឯកុំប្រើពាក្យពួកអញ្ចឹងអត់ត្រូវទេពួកអាខាងក្រមខាងក្រមសំរងស៊ីអត់ដឹងខ្យល់អីទេតែបុគ្គលសំរងស៊ីអត់ចង់ឲ្យមានការដោះលែងកឹមសុខាឡើយទើបប្រឹងចាក់កកូតអឺរ៉ុបសំរងស៊ីស្គាល់ចរិតលោកនាយករដ្ឋមន្ត្រីច្បាស់ណាស់ថាបើអឺរ៉ុបមកចាក់កូតរដ្ឋាភិបាលនឹងបន្តការឃុំខ្លួនកឹមសុខាបន្តទៀតគ្មានថ្ងៃបញ្ចប់ឡើយអ្នកបើទៅចេះយល់ទេបងប្អូនយល់អត់ហើយសួរថាហេតុអីបានជាសំរងស៊ីគាត់មិនចង់ឲ្យមានការដោះលែងកឹមសុខាហេតុអីអ្នកណាឆ្លើយត្រូវសំរងស៊ីគាត់មានសត្រូវដ៏ធំតែមួយគត់របស់គាត់គឺសេរីភាពកឹមសុខាពេលណាកឹមសុខាចេញពីគុកសំរងស៊ីចាប់រឿងមកនៅកន្លែងនេះចាប់ទាំងអស់ហ្មងណាចាប់ទាំងអស់ហ្មងណាហេតុអីបានយើងនិយាយតែចាប់ទាំងអស់អញ្ចឹងផ្លូវច្បាប់វាអត់តម្រូវឲ្យកឹមសុខាហ្នឹងតែចាប់ដៃជាមួយសំរងស៊ីវាអត់បានសោះតែម្ដងខ្ញុំនិយាយអំពីស្មារតីច្បាប់បងប្អូនខមមិនថាស្មារតីច្បាប់តែនិយាយទៅគេថាអាតាសវណ្ណហ្នឹងអុយ90បំបាក់សំរងស៊ីកឹមសុខាទៀតតែមិនមែនទេបងប្អូនផ្លូវច្បាប់ហើយអត់មានចាំបាច់នាយករដ្ឋមន្ត្រីហ៊ុនសែននឹងទៅបញ្យលកឹមសុខាទេកឹមសុខាគាត់ក្បាលកញ្ចាស់ប៉ុណ្ណឹងឯងគាត់មិនដឹងច្បាប់ទេឬអីឧបមាថាបើសិនជាកឹមសុខាមានសេរីភាពរឿងអីកឹមសុខាភ្លើទៅធ្វើនយោបាយជាមួយសំរងស៊ីឲ្យរលាយបាក់គាត់អស់ទៅខ្ញុំនិយាយចឹងបងប្អូនយល់ទេអត់សំរងស៊ីនេះជាវីរុសមេរោគដ៏ចង្រៃដែលមិនអាចអ្នកណាប៉ះបានឥឡូវនេះវាមកបោកថែម9នាក់ឯណោះ8នាក់9នាក់វាបានคล้ายទៅជាតនដឹកទាំងអស់សិតតែអ្នកណាប៉ះអត់បានទេព្រោះច្បាប់មួយវាបានចែងមកអញ្ចឹងថាតនដឹកបន្តិចទៀតគេនឹងកាត់អាប្រមាណអ្នកទៀតណាកំបាំងមុខឲ្យទៅជាតនដឹកទាំងអស់ឲ្យคล้ายទៅជាតនដឹកឥឡូវទៅមកប្រកាសចាប់ខ្លួនទេណាពេលដែលចាប់មិនបានតុលាការដល់ដំណាក់កាលមួយតុលាការគេនឹងកាត់ឲ្យអា8 9អ្នកហ្នឹងคล้ายទៅជាតនដឹកចំពោះមុខច្បាប់ទាំងអស់ពេលនោះអាប្រមាណអ្នកហ្នឹងគឺចប់ហើយអត់មានតែប្រឡូកនយោបាយជាមួយនឹងអាកូនបាក់កប៉ិកកប៉ុកណាក៏អត់បានដែរមិនអញ្ចឹងពួកអាហ្នឹងគេហៅថាផ្លូវច្បាប់ត្រូវឬមួយក៏មិនត្រូវចឹងហើយទៅបានជាសំរងស៊ីប្រឹងចាក់កកូតអឺរ៉ុបឲ្យដាក់គំនាបស្អីចឹងទៅគាត់ដឹងថាលោកនាយករដ្ឋមន្ត្រីតែអាណាចាក់អត់បានទេឥឡូវនេះបានជោគជ័យហើយសំរងស៊ីបានជោគជ័យហើយនេះមិនដោះលែងកឹមសុខាបានជាជ័យជំនះរបស់សំរងស៊ីទេបន្តឃុំខ្លួនកឹមសុខាគឺជាជោគជ័យរបស់សំរងស៊ីអាហ្នឹងបងប្អូនស្ដាប់ឲ្យច្បាស់ហើយយកទៅគិតខ្លួនឯងទៅវាសមទេវាតំណងដែរទេទទួលយកបានដែរអត់រឿងតែប៉ុណ្ណឹងតាមានផលប្រយោជន៍អីដែលដោះលែងកឹមសុខាចេញសំរងស៊ីអត់ទេចឹងបើបន្តឃុំខ្លួនកឹមសុខាសំរងស៊ីនៅតែមានអតិភិបដើរប្រមូលស្រោមសម្បត្តិនេះបណ្ដោយនេះគាត់នៅតែដើរតួធ្វើជាប្រធានគណៈបកសង្គ្រោះជាតិនៅក្រៅស្រុកបន្តិចទៅក៏មានយុទ្ធនាការអញ្ចេះទៅបន្តិចទៅក៏មានយុទ្ធនាការអញ្ចោះទៅបងប្អូនអើយ30ម៉ឺនមកឥឡូវ30ម៉ឺនអត់គ្រប់ទេបងប្អូនអើយថែម20ម៉ឺនទៀតមកអីវាចេះតែមានរឿងបន្តិចបនផ្កាមាសបន្តិចទៅបនផ្កាប្រាក់បន្តិចទៅបនផ្កាសង្គ្រោះជាតិ
បនផ្កាសំរាំងស៊ីវិលត្រឡប់ចូលស្រុកវិញអត់ខ្វះទេអាបនផ្កាហ្នឹងតែវាតតែសំរាំងស៊ីហ្នឹងវានៅក្រងតំណែងជាប្រធានបកហើយដល់សំរាំងស៊ីខ្លាយទៅជាទីប្រឹក្សាវាមិនផេះឲ្យវាយល់ចឹងហើយបានជាសំរាំងស៊ីបង្ហើគាត់បង្ហើសារមួយដើម្បីប្រាប់មកកឹមសខាក្នុងស្រុកគេថាអើយកឹមសខាអើយលោថាបើបានសេរីភាពអីមកវិញណាយ៉ាងហោចណាស់ខ្ញុំមិនដណ្ដើមតំណែងកឹមសខាអីទេខ្ញុំសុំត្រឹមធ្វើសុំចូលនិវត្តន៍ហើយបងប្អូនមានលឺអត់អានឹងសិតតែជាល្បិចនយោបាយការប្រកាសចូលនិវត្តន៍អាយុ70ឆ្នាំរបស់សំរងស៊ីវាជាការបង្ហើសារមួយឲ្យចូលទៅជាអរិញកម្មសខានេះថាគាត់អត់ចង់បានអីពីកម្មសខាទេណាបើបានមានសេរីភាពថ្ងៃក្រោយទៅបើកបាក់បើកអីបានអញ្ចឹងជួយមបកសុំនាយករដ្ឋមន្ត្រីហ្នឹងឲ្យលើកលែងទោសឲ្យគាត់ផងទៅឲ្យគាត់ចូលកញ្ចប់នយោបាយគេមកលោតចូលមកក្នុងអរិញនេះຕົកលបែងនយោបាយគេស្របច្បាប់គេមកខ្ញុំអត់ចង់បានស្អីទេសុំធ្វើត្រឹមតែទីប្រឹក្សារបស់កឹមសុខាក៏បានដែរវាទៅអញ្ចឹងយើងតាមដានអ្នកនយោបាយតើតែយើងចូលឲ្យជ្រៅយើងតាមដានគេហៅថាកលុកកលៈបត់ឆ្វេងបត់ស្ដាំរបស់អ្នកនយោបាយធនសំយ៉ាងស៊ីនេះចាំបាញ់ខ្ញុំនិយាយថារបៀបលេងនយោបាយរបស់សំយ៉ាងស៊ីរបស់កឹមសុខានេះខ្ញុំស្រួលណាបងប្អូនអត់មានពិបាកទេបងប្អូនបើស្ដាប់អង្គពុកប្រៃរបស់យើងបងប្អូននឹងចាប់តាមថ្លាកំណត់ហើយមើលទៅឃើញអញ្ចឹងបងមែនឬមែនតែបើបងប្អូនអត់បានស្ដាប់ការបញ្យលបកស្រាយរបស់ខ្ញុំទេវាមើលឃើញតែមិនដឹងថាម៉េចមែនឬមែនស្ដាប់ជេមសុកក៏ល្អដែរជេមសុកហ្នឹងក៏ជើងខ្លាំងដែរតែស្ដាយឥឡូវគាត់ដឹងបាច់ទេរឿងរបស់គាត់បាត់ដៃគូមួយទៅជេមសុកហ្នឹងដល់អញ្ចឹងណាឯងតែម្នាក់ឯងចាទៅក៏ទៅអញ្ចឹងតាមតាណាណាប្រិមិត្តណាអូខេហើយខ្ញុំឃើញគេបោះតែវីដេអូមកឲ្យប្រងព្រាតនេះមានរឿងអីប្លែកហ្នឹងឲ្យចាំមើលគេលោមានអីប្លែកក៏សិនមើលចាំមួយផ្លែតដូចគេមានគេបោះមកទិញទៅមិញនេះរឿងចាស់ហ្នឹងអត់បានការទេអូខេហើយចឹងបាទខ្ញុំនិយាយថាខ្ញុំចង់បង្ហាញរូបភាពមួយឲ្យបងប្អូនមើលអំពីបងប្អូនដែលបានចូលរួមក្នុងជីវិតនយោបាយណាដែលយើងអំពាវនាវឲ្យនេះសិតទៅត្រូវគេពាក់ផ្កាយឲ្យនេះបងប្អូនមើលនេះឃើញនៅនេះគេពាក់ផ្កាយឲ្យគ្រប់គ្នានេះមើលអ្នកណាខ្លះនេះស្គាល់ណាខ្លះអើយបងប្អូនហើយនេះមានស្ត្រីម្នាក់បាទសិតតែត្រូវពាក់ផ្កាយទាំងអស់អាហ្នឹងហើយដែលប្រសាសន៍សម្ដេចគាត់លើកឡើងថាកុំលៀបពណ៌ឲ្យគណៈបកប្រជាជនឡើងរាប់ឆ្នាំមកហើយណាថាបងក្រឹមចូលមកហើយណាសួស្ដីក្រឹមបងក្រឹមអើយបងក្រឹមបាទអូប៉ុនរ៉ាត់សួស្ដីជំរាបសួរក៏ប៉ុន្តែអត់បានខ្លោចជែមសុកឡើងមានច្បល់ទេ
សុខសប្បាយទេក្រុមចូលមកក្រោយគេវល់ធ្វើអីហើយមិនហើយកូនស្រីភ្លោះមកនឹមនោះស្អាតស្អាតផងvậyយេអញស្រឡាញ់អាចៅស្រីភ្លោះចឹងឯងវារកវាមិនបានសោះvậyហ្នឹងទូនសំអាតគាត់ថាឲ្យតែប្រឆាំងអារាំងស៊ីបានផ្កាយទាំងអស់បាទតែផ្កាយនេះមិនមែនផ្កាយឧត្តមសេនីយ៍ទេណាផ្កាយយួនណាហើយពួកនេះគ្នាតែមិនបានផ្កាយឥឡូវទេអានេះសិស្សប្អូននេះណែយ៉ាណែបើផ្កាយនេះផ្កាយនេះយូរអើយអានេះសិស្សច្បងបាទរាប់ឆ្នាំមកហើយផ្កាយទុននេះអាខ្លះពាក់កលុកកោសឲ្យខ្ញុំទៀតហ៎អូសត្វតែខ្មែរចំណាក់ស្រុកស្រឡាញ់យុទ្ធធរអីអើយអាក្មួយហើយឯងនឹងអ្នកស្រឡាញ់យុទ្ធធរស្អីអាកលិបផ្កាយហ្នឹងវាមានយូរហើយណាក៏ប៉ុន្តែខ្ញុំនេះគឺថាទទួលបានមុនគេបន្តមកទៀតមកឃើញបានជេមសុកបាទដាក់ផ្កាយលើក្បាលហ្នឹងខណ្ឌសវណ្ណនេះតាំងពី3ឆ្នាំមុនហ៎អាផ្កាយក្រោយនេះសិស្សប្អូនខ្ញុំទេហ្នឹងវាកំសត់ជាងគេតាំងសារដាអូអ្នកកសែត Cambodia Daily ចេញផ្កាយដែរគេដាក់មកកញ្ញុំគ្នាគេនេះអាហ្នឹងនេះគឺជាប្រព័ន្ធឃោសនារបស់អាមសៀសំរងស៊ីគឺវាសាហាវចឹងលោកសូឌីក្លើជេមសុកមានអីកំពុងអង្គុយមើលខ្ញុំហ្នឹងគាត់មិនតាណាគាត់ទេគាត់អត់មាន account ផុសទេ account គាត់ខូចបាត់ហើយណាស្រួលហ្នឹងលួចឲ្យញឹមនឹងពីអ្នកប្តីប្រពន្ធហ្នឹងកំពុងតែញឹមហ្នឹងនៅអាមេរិកបាទពីអាមេរិកភាគខាងកើតអញ្ចឹងណាមើលខមមិនបន្តិចមើលខ្លោជេមសុកអើយឲ្យប្រិយមិត្តគេបានមើលឃើញផងកុំមកដែងខ្វះការគួសមជាមួយនឹងដែងប្រិយមិត្តដែលគេតាំងដែងខ្លោឯងនឹងទៅជា idol ណាជំរាបសួរគេមួយម៉ាត់ទៅតែខោនប្រពន្ធគាត់ទេបាទបងតវ៉ាន់បានផ្កាយពាក់ស្អាតផ្កាយធំណាស់កណ្ដាលថ្ងាស់មិនចេះទូចទេហើយវាជាប្រពៃណីអញ្ចឹងទៅហើយប្រពៃណីរបស់សំរងស៊ីនេះគ្មានស្អីទេគឺដើម្បីដាក់ការគំរាមកំហែងអ្នកដែលចូលក្រោយអ្នកដែលមានចេតនាប្រុងចូលមកក្រោយទៀតនោះអានេះគឺជារបៀបគំរាមកំហែងនយោបាយនេះមកនេះម៉ាលីនដាសួនសុកនេះឃើញទេបងប្អូនហ្នឹងហើយនេះជាគ្រួសាររបស់អរិញជេមសុកហើយអរគុណណាម៉ាដាមណាចង់ស្ដាប់លោកអ៊ំជេមសុកអើយឥឡូវនឹងគាត់ខមមិនមកគាត់ថាគាត់អត់ស្អីគាត់អត់សូវចេះខ្មែរគាត់អត់បានអង្គុយមើលទេសម្រានបាត់ហើយអញ្ចឹងហ៎ឃើញនៅនោះគាត់ខមមិនបាទអរគុណណាស់បាទជួយខមមិនណាព្រោះប្រិមិត្តលោកនឹកបាទចង់ស្ដាប់សំឡេងជេមសុកលោកសវណ្ណសូមជេមសុកចូលបន្តិចមកគាត់ថាគាត់សម្រានលក់បាត់ហើយបាទ
គាត់ធ្វើការបើស្មើនេះវាម៉ោង8កន្លះនៅព្រឹកនៅអាមេរិកទំនងជាគាត់អត់ងុយពួកគាត់លក់ដូរនៅផ្ទះគាត់ទទួលភ្លឺបាទគាត់នៅមើលហាងគាត់បើកទទួលភ្លឺអញ្ចឹងអាចគាត់សម្រាប់ពេលព្រឹកមួយសលេតចឹងទៅខ្ញុំមើលរាល់ថ្ងៃមិនដែលហ៊ានខកខានទេចង់ដឹងស្ពាបការស្តុកយើងបាទអរគុណណាបាទវណ្ណរីបាទនេះមានអ្នកខមមិនដាក់គាត់បន្តិចមកទៀតអូយគាត់ធ្វើបាបគាត់ចាស់ហើយក៏បានសម្រាប់មកផឹងមកភាំងដូចខ្ញុំឯវ៉ាន់នេះបងប្អូនមួយថ្ងៃខ្ញុំសម្រាប់បាន4ម៉ោងទេណាបងប្អូនជឿហ៎24ម៉ោងខ្ញុំធ្វើការពេញ20ម៉ោងមើលទូរស័ព្ទមើលរហូតដល់ហូរទឹកភ្នែកមិនដឹងជាអាចទៅរួចបានប្រហែលពេលទៀតទេបាទរាល់ថ្ងៃហ្នឹងវាអត់ជុំកាលបងប្អូនយប់មិញម៉ោង4ភ្លឺបានលោកវាមិនដឹងធ្វើម៉េចបាទសវណ្ណចង់បានចៅភ្លោះរៀនពីខ្ញុំមានកូនភ្លោះហើយនឹងចៅភ្លោះទៀតផងអូគេឥឡូវហ្នឹងអាកូនខ្ញុំហ្នឹងវាកំពុងតែរៀបចំផែនការចឹងដែរវាថាប្រងយកភ្លោះគេទៅថៃទៅបាងកកគេបញ្ចូលអីណែស្ពែមនោះអាចបានចៅភ្លោះចង់បានស្រីមួយគូក៏បានចង់បានប្រុសមួយគូក៏បានចង់បានស្រីមួយប្រុសមួយក៏បានវាលយដល់ប៉ុណ្ណេះទៀតអូបច្ចេកវិទ្យាលើគេខ្លាំងខ្ញុំដឹងតាខ្ញុំចង់បានចៅភ្លោះស្រឡាញ់គឺមុខវាដូចគ្នាតែដល់ពេលវាធំឡើងបានញាក់សាច់អាចៅភ្លោះហ្នឹងដឹងតែញាក់សាច់ហ្មងបើថា iPhone គឺដឹងថាទិញម្ដងមកគូបងបើថាទាម៉ូតូក៏ម៉ូតូមក2ដែររាំងស៊ីចាប់ត្រឹមឆ្នាំពេទ្យរបស់បារាំងដែរពូកែជាងគេលើលោកមើលសំរាំងស៊ីមិនជាក្រុមគេខមមិនថាចាប់ត្រឹមឆ្នាំពេទ្យល្អដាច់គេលើពិភពលោកដែលមើលជំងឺឈួតរបស់សំរាំងស៊ីមើលមិនជាអត់ទេមើលមិនជារឿងលុយកាក់ក្រុមឯងចេះនិយាយអញ្ចឹងលុយនយោបាយសំរាំងស៊ីគឺធ្វើដើម្បីប្រាក់តែមួយមុខគត់សំរាំងស៊ីគ្មានចេតនាចង់មកធ្វើនាយករដ្ឋមន្ត្រីស្អីទេនេះគឺជាការសន្និដ្ឋានរបស់អង្គពុកបាយរបស់យើង 100% បងប្អូនអត់ទេតាំងពីដើមរៀងមកបងប្អូនជឿឬមិនជឿនយោបាយគោលដៅពិតប្រាកដរបស់សំរាំងស៊ីគឺដើម្បីតែលុយមកមុខគត់ហើយលុយនឹងគ្មានបានពីអុកញ៉ាណាគេទេបានតែពីអ្នកគ្រប់គ្រងគាត់នឹងឯងអ្នកដែលល្ងងខ្លៅប្រជាពលរដ្ឋខ្មែរមិនថាក្នុងមិនថាក្រៅប្រទេសទេបងប្អូនសំរាំងស៊ីប្រម៉ូស៊ីអស់លីងឲ្យគេដោយសុទ្ធតែចិត្តបកែខ្ញុំសុំតសើក្រុមឯងចង់បានលុយទេតទៅសំដែងកំបិចកំម៉ើមគូមុខគូមាត់អញញ៉ៃពេញលើឆាកបិចញើសហូរញើសតម្រាំបានលុយតែសំរាំងស៊ីអត់ទេប្រើតែក្បាលមេក្រូតែបន្តិចទេក៏ថាលុយឈប់មែនទេលុយឈប់ចឹងហ្មងហើយមកដល់ហើយមិនមែនមកដល់អីមករកអីដូចយើងបាន100 200ដុល្លារ1000 2000អត់ទេសំរាំងស៊ីបើកយុទ្ធនាការសេដ្ឋកិច្ចរបស់គាត់មកប្រាវគឺថាសែនហើយលានដុល្លារអញ្ចឹងបងខ្លាំងណាស់ខ្ញុំធ្លាប់បានពោលយូរហើយខ្ញុំថាស្រុកខ្មែរយើងមានសំរាំងស៊ីម្នាក់គឺជាវីរៈបុរសដែលពូកែធ្វើសេដ្ឋកិច្ចគ្មានគូប្រៀបរាប់ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ធ្វើសេដ្ឋកិច្ចអត់ស្មើនឹងចេះសេដ្ឋកិច្ចអត់ស្មើសំរាំងស៊ីដែរសំរាំងស៊ីគឺថាលោកនាយករដ្ឋមន្ត្រីគាត់ធ្វើសេដ្ឋកិច្ចសម្រាប់ជាតិតែសំរាំងស៊ីអត់ចេះអាសម្រាប់ជាតិហ្នឹង
តែបើសម្រាប់កប៉ៅរបស់គាត់គឺថាអេមស្រែមចឹងហ្មងដាក់ផឹងមកគឺលៀនបងប្អូនទាំងនេះគ្រាន់តែចូលមកសញ្ញេដឹកនាំអីលើកគាត់ថានាំគ្នាគាត់តែប្រមាណអ្នកមកលើកដៃក្នុងសភាកែរដ្ឋធម្មនុញ្ញពី3ភាគ4 2ភាគ3មកអរិញ50 + 1វិញដឹងសំនឹងស៊ីប្រហែលលានយើងមិនដឹងឃើញអត់ចូលសភា2013ខ្ញុំនិយាយមិញ2006 សំរងស៊ីវាយក្បិនចូលសភាប្រាវខ្លោចែមសុកក៏ប្រើពាក្យថាវាយក្បិនចូលសភានោះចូលសភាប្រាវយកអាវពាក់មិនដឹងជាបានប្រមាណ10លានយើងធ្វើមិនដឹងបើអាម៉ាស៊ីននឹងម៉ាស៊ីនមុខលុយហ្មងអត់លេងសើចទេលោកឲ្យលោកខ្ញុំសុំសរសើរឲ្យស្មោះសរសើរមែន